chẳng nó bây giờ phô bẹ pon mùi bản nhà Gmailแบบนี้ trên tầm rộng แบบนี้ เคยมีบางคนกดโจคอมเมนต์ច្រើនហើយក៏ឆាតមកសួរខ្ញុំបន្តទៀតគាត់ឆាតមកសួរថាបើសិនជាបងអាចដោះស្រាយបានជួយប្រាប់ខ្ញុំផងណាចឹងតាមពិតទៅវាអត់ពិបាកទេបងប្អូនណាចំណុចនេះចឹងបើគិតថាវីដេអូនេះមានប្រយោជន៍អាច share ទុក save ទុកបាទឬចែករំលែកបន្តទៀតសម្រាប់អ្នកដែលអត់ទាន់ដឹងហើយខ្ញុំចែករំលែកអ្វីដែលខ្ញុំដឹងបងប្អូនផ្សេងគាត់មានជំរឿនឲ្យផ្សេងល្អពីនឹងទៀតក៏អាចចែករំលែកក្នុង comment ពីព្រោះថាมันប្រកាសថាអ្វីដែលខ្ញុំធ្វើទៅគឺវាល្អទាំងអស់ទេបាទព្រោះពេលខ្លះគឺគ្រាន់តែខ្ញុំចង់ឲ្យបងប្អូនសាកល្បងតាមខ្ញុំពីព្រោះថាតើតែឃើញលទ្ធផលច្រើនគ្នាទៅខ្ញុំចេញវីដេអូចង់បញ្ជាក់អញ្ចឹងណាអញ្ចឹងកុំភ្លេចបាទចង់តាមដានវិធីសាស្ត្រទាំងអស់ហ្នឹងកុំភ្លេច YouTube channel របស់ខ្ញុំបាទឈ្មោះដូចគ្នាទេទាំង TikTok ទាំង page ខ្ញុំបញ្ជាក់ហើយចំពោះការទិញលក់សូមប្រយ័ត្ន fake account ខ្ញុំបញ្ជាក់ឲ្យបញ្ជាក់ទៀតឆាត page តែមួយបានហើយតោះយើងចូលសាច់រឿងរបស់យើងចឹងដល់ពេលដែលបងប្អូនបង្កើត Gmail ថ្មីនៅសុកសុកស្រាប់តែវាខូចបែបនេះបាទវាចេញតម្រង់បែបនេះគឺបងប្អូនឧទាហរណ៍ថាវាជាប់ robot ចោះឬជាប់ឲ្យយើង recovery ចោះប៉ុន្តែដល់ពេលដែលយើងចូលធ្វើទៅគឺវាចេញតម្រង់បែបនេះចឹងវាឲ្យយើងចាំបាទ2ទៅ3ម៉ោងតាមពិតមិនមែនទេណាបងប្អូនខ្ញុំបញ្ជាក់ជាទូទៅគឺបងប្អូនចាំតែងតែអត់បានសម្រេចដោយសារអីចឹងនៅពេលដែលយើងមុនពេលដែលយើងចាំយើងត្រូវនេះ try another way សាកមើលសិនតែវាមានជំរើសផ្សេងអត់តែបើសិនជាបងប្អូនធ្វើតាមនេះហើយវាអត់មានជំរើសផ្សេងវាចេញតម្រង់បែបនេះបងប្អូនត្រូវចាំវាសិនណាហើយអ្នកខ្លះក៏ថាខ្ញុំចាំ2 3ថ្ងៃអត់នៅតែដដែលគាត់ចាំ2 3ថ្ងៃក៏ពិតមែនប៉ុន្តែក្នុងមួយថ្ងៃគាត់ធ្វើ2 3ដងមកទៅហើយហ្នឹងនិយាយទៅអត់តន់ផុត24ម៉ោងស្រួលបួលអត់តន់ផុតពី48ម៉ោងស្រួលបួលទេគាត់ចូលធ្វើភ្លាមមកអញ្ចឹងអ្នកដែលធ្វើតាមខ្ញុំច្រើនតែបានលទ្ធផលគាត់ធ្វើទៅគឺបានណាបើសិនជាតម្រង់បងប្អូន account ជាប់ robot ឬក៏វា auto sign out ចេញចប់ recovery ពេលយើង recovery ចេញតម្រង់បែបនេះវាត្រូវ send code ទៅលេខក្រោមនេះបាទលេខក្រោមនេះឃើញទេនេះខ្ញុំសូមអត់បង្ហាញទាំងអស់ហើយដោយសារតែនេះខ្ញុំយករូបភាពពីបងប្អូនយើងគាត់មានបញ្ហាអញ្ចឹងវាត្រូវ send code ទៅប៉ុន្តែវាជាប់អានេះសិនវាអត់ឲ្យ send code ទេអញ្ចឹងស្ដាប់ខ្ញុំឲ្យតន់បើបងប្អូនជួបតម្រង់បែបនេះបងប្អូនព្យាយាមធ្វើតែម្ដងពីរដងបានហើយទី1គឺបងប្អូនត្រូវបាទនេះចុច like នេះដើម្បីមើលថាមានជំរឿផ្សេងអត់តែបើអត់មានទេបងប្អូនត្រូវទុកចោល24ម៉ោងបាទបើសិនជាទុកចោល24ម៉ោងអត់បានទៀត48ម៉ោងអញ្ចឹងទុកឲ្យគេថាទុកត្រូវទុកណាមិនមែន24ម៉ោងហ្នឹងបងប្អូនចូលពី2ដងបាត់ទៅហើយហ្នឹង48ម៉ោងហ្នឹងបងប្អូនចូលពី2ដងអញ្ចឹងបើយើងទុក24ម៉ោងឧទាហរណ៍ថាថ្ងៃហ្នឹងពេលព្រឹកម៉ោង8ស្អែកឡើងពេលព្រឹកម៉ោង8កន្លះចាំចូលតែបើយើងតេស្តប៉ុណ្្នឹងអត់បានទៀតទុក48ម៉ោងវាស្មើនឹង2យប់2ថ្ងៃអញ្ចឹងគិតតាមហ្នឹងទៅទុកនិយាយទៅទុកចោលសិនទៅបាទទុកចោលសិនមើលតែ2 3ថ្ងៃយើងកំណត់ម៉ោងទៅផុតពីហ្នឹងរៀងយូរបន្តិចចាំយើងចូល100% គឺបានគឺខ្ញុំប្រាប់គេទៅគេធ្វើបានច្រើនខ្ញុំចែករំលែកបាទគឺពេលដែលគាត់ចាប់ដើមចូលតាមខ្ញុំធ្វើគឺវា send code ទៅលេខហ្នឹងយកកូដម្នាក់មកអាចចូល Gmail បានធម្មតាបាទពីព្រោះថាជាប់ robot ឥឡូវវារៀងប្លែកជាងមុនពីមុនជាប់ robot យើងគ្រាន់តែពេលដែលវាចេញ load ចេញ robot ឲ្យយើងបំពេញតាមហ្នឹងហើយវាទាមទារដាក់លេខហើយយើងចុច send code យកកូដម្នាក់ចូលបានតែម្ដងហើយមួយរយៈក្រោយវាអត់ចឹងទេជួនកាលយើងធ្វើតាម robot វាយើងដាក់រូបអក្សរឲ្យតាមគេអស់ហើយ disable យកមកឲ្យ recovery ឲ្យ appeal វាមានប្លែកអញ្ចឹងវាមានច្រើនអញ្ចឹងតែខ្ញុំគ្រាន់តែចង់បញ្ជាក់នេះគឺខ្ញុំបញ្ជាក់ពាក់ព័ន្ធមួយ account ដែលជាប់ robot ហើយពេលដែលគាត់ព្យាយាមចូលទៅវាចេញតម្រង់បែបនេះឬក៏ auto sign out ជាប់ recovery ហ្នឹងណាវាឲ្យយើង recovery យកហ្មងនិយាយទៅវាអត់ឲ្យយើងចូលវាអត់ឲ្យយើងដាក់ password ហ្មងអញ្ចឹងណាអញ្ចឹងគឺយើងអាចនេះធ្វើទៅវាចេញតម្រង់បែបនេះគឺធ្វើតាមខ្ញុំប្រាប់ទៅទី1យើងយកជំរើសផ្សេងមើលសិនតែបើធ្វើអត់បានទេត្រូវរងចាំ24ម៉ោងឲ្យពេញបើ24ម៉ោងបាន48ម៉ោងមិនលេង Prader នោះប្រាប់គាត់ទៅមួយថ្ងៃគាត់ធ្វើពីរដងហើយគាត់ធ្វើឡើង 4-5 ថ្ងៃគេនៅតែអត់កើតហើយមិនកើតបើគ្រាន់តែចាំគេ24ម៉ោងបានប៉ុណ្ណឹងហើយខ្លះគ្រាន់តែចាំគេ48ម៉ោងបានប៉ុណ្ណឹងអញ្ចឹងបើនៅបន្តធ្វើអញ្ចឹងគឺអត់បានរហូតអ្នកខ្លះធ្វើឡើងកន្លះខែនៅតែអត់បានទេព្រោះមួយថ្ងៃក៏ចូលឆែកមើលម្ដងជួនកាលមិនតាន់បាន2-10ម៉ោងស្រួលចូលឆែកមើលអ
chẳng video nó miền bản năng thế bà hay mở miền chừng ngò lại comment ở khang khổ thưa ta nhóm phía rồi bùa hồi xa ta nhóm mọi cái thưa cử ban ọt miền toàn nãy cái thưa toàn bà này tại thử chám mới cho ba thử chạm cả mọi chạm hay châu thưa ở chọc á bà ở con tràn chụp video cái nào thì